ថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើពុះផលិតឆាអញ្ចឹងណាបងប្អូនអានេះរបៀបយើងឆាស្រៀងរំលីងដែរអញ្ចឹងណាបងប្អូនយើងប្រើជាមួយនឹងគ្រឿងដែលយើងបានហាន់យើងអត់ប្រើជាមួយនឹងគ្រឿងបុកទេហើយធ្វើបែបនេះគឺវាឆ្ងាញ់ហើយញ៉ាំទៅអត់តលាន់ទេហើយសម្រាប់ពុះផលិតនេះដែរខ្ញុំទិញគេដែរទេព្រោះរដូវនេះដូចជាអត់មានទេអានេះគេបកកអញ្ចឹងណាបងប្អូនវាអត់បានស្រស់ទេប៉ុន្តែវាសុទ្ធតែប៉ងអញ្ចឹងណាហើយវាថ្លៃដែរព្រោះរដូវនេះវាអត់សបោតែបើសិនជារដូវដែលសបោហើយយើងទៅទិញផ្ទាល់វិញខ្ញុំគិតថាតម្លៃវាធូរថ្លៃអានេះខ្ញុំទិញ1គីឡូដូចជា60000ថ្លៃបងប្អូនប៉ុន្តែយើងឃើញតំណងពេលយើងចង់ញ៉ាំមកហើយសម្រាប់ពុះផលិតនេះដែរយើងមិនមែនធ្វើបានតែឆាមួយមុខទេបងប្អូនអាចយកទៅធ្វើស្ងោរជ្រក់ឬក៏ស្ងោរងាំងើឬក៏អីផ្សេងទៀតណាតែសម្រាប់ខ្ញុំចេះធ្វើតែពីរមុខហ្នឹងឯងបើបងប្អូនណាធ្លាប់យកទៅធ្វើអីឆ្ងាញ់ជួយ comment ប្រាប់ផងអញ្ចឹងណាចាឥឡូវយើងមកធ្វើការកាប់ពុះយើងរៀងកង់ល្មមទៅដើម្បីខ្ញុំយកទៅបំពងវារៀងស្រួយអញ្ចឹងណាបងប្អូនព្រោះខ្ញុំវាហាបើយើងអត់យកទៅបំពងទេវារៀងអត់សូវឈ្ងុយអីអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់ការធ្វើម្ហូបរបស់ខ្ញុំជាទូទៅគឺខ្ញុំកាប់វាយកទៅបំពងវាឲ្យរៀងក្រៀមបន្តិចបានយើងយកទៅចម្អិនម្ហូបអញ្ចឹងណាហើយពុះនេះដែរគឺទំហំប៉ុណ្ណឹងគឺបរិមាណវា1គីឡូអញ្ចឹងណាបងប្អូនហើយយើងធ្វើការកាប់ឲ្យវាកង់ជើងមកតែកុំកាប់ចំពងវាចឹងណាបងប្អូនព្រោះវាបែកទៅយើងយកទៅស្លទៅវាអត់ឆ្ងាញ់ទេហើយគ្រឿងក្រៅហ្នឹងគឺបេះនៅកូនសួននៅចិត្តផ្ទះហ្នឹងបងប្អូនយើងយកមកធ្វើជាមួយនឹងពុះរំលីងហើយពាក់កណ្ដាលទីខ្ញុំយកទៅធ្វើជាសម្លញាំងើពុះអញ្ចឹងណាបងប្អូនអញ្ចឹងមកទស្សនាជាមួយនឹងការកាប់សាច់ពុះទាំងអស់គ្នាហើយឥឡូវនេះយើងក៏បានកាប់នៅសាច់ពោះរបស់យើងរួចរាល់ហើយអញ្ចឹងហើយនោះទាំងអស់ហ្នឹងគឺសិតជាគ្រឿងផ្សំហើយឥឡូវខ្ញុំបានដាក់ខ្ទះឲ្យក្តៅទៅហើយខ្ញុំយកសាច់ពោះហ្នឹងយកមកចាក់ចូលនៅក្នុងខ្ទះអញ្ចឹងណាបងប្អូនដើម្បីធ្វើការបំពងវាឲ្យក្រៀមនៅសបកខាងក្រៅអញ្ចឹងមុនពេលដែលយើងយកទៅចម្អិនអាហារសម្រាប់បងប្អូនដែលគាត់ដែរធ្វើអញ្ចឹងអាចសាកធ្វើទៅយើងទទួលបានរសជាតិឈ្ងុយឆ្ងាញ់មួយយ៉ាងដែរបងប្អូនហើយវាក្រៀមល្អអញ្ចឹងទៅវាស្រួយខាងក្រៅអញ្ចឹងទៅញ៉ាំទៅក្លែមឬក៏ធ្វើជាម្ហូបអាហាររបៀបញ៉ាំលេងឬក៏ញ៉ាំមួយបាយអីក៏បានដែរហើយអាពុះមួយនោះខ្ញុំកាប់បាត់អស់ហ៎បងប្អូនអញ្ចឹងខ្ជិលកាប់ទេដាក់វាចូលហ្មងទៅពេលដែលយើងយកទៅបំពងហ្នឹងបងប្អូនអាសាកូរកុំឲ្យវាក្រៀមពេកតែក្រៀមពេកវាអស់សាច់ញ៉ាំហើយអញ្ចឹងវាខាតអញ្ចឹងបងប្អូនហ្នឹងហើយយើងគ្រាន់បំពងវាឲ្យឈ្ងុយហើយនឹងរៀងស្រួយខាងក្រៅអញ្ចឹងណាហ្នឹងហើយឥឡូវយើងធ្វើការដួសមកយើងដាក់ខ្ទះមួយទៀតដើម្បីធ្វើការរំលីងឬក៏យើងអាចហៅថាឆាក៏បានដែរអញ្ចឹងសម្រាប់គ្រឿងឆាយើងមានស្លឹកក្រូចស្លឹកគ្រៃហើយនឹងរំដេងអីអញ្ចឹងបងប្អូនហើយខ្ញុំក៏ដាក់ជាមួយនឹងខ្ទឹមចិញ្ច្រាំដែរខ្ទឹមសចិញ្ច្រាំហ្នឹងណាហើយក៏មានជាមួយនឹងម្ទេសផ្លោកដើម្បីយើងឲ្យមានពណ៌ស្រស់ស្អាតហើយនឹងជាមួយនឹងសាតេបន្តិចដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ហើយបន្តមកទៀតយើងដើម្បីឲ្យវាកាន់តែឈ្ងុយបងប្អូនអាចមានប៊ឺអាចបន្ថែមប៊ឺមួយដុំអីចឹងណាបងប្អូនសម្រាប់ខ្ញុំមកហូបឆាអីហ្នឹងចូលចិត្តបន្ថែមជាមួយនឹងប៊ឺអីចឹងដើម្បីឲ្យវាមានក្លិនឈ្ងុយក៏ដូចជាទឹកត្រីប្រេងខ្យងស្ករត្នោតអីចឹងបងប្អូនដាក់មកអញ្ចឹងណាហើយភ្លក់មើលថារសជាតិហ្នឹងយើងចង់បានយើងរំលីងវាឲ្យសព្វមកបន្ទាប់ក្រោយយើងគ្រាន់តែចាក់ពុះនឹងចូលទេហើយយើងយកមកពុះនឹងមកច្របល់ពុះហ្នឹងគឺយើងធ្វើការបំពងវាឆ្អិនហើយឯនេះយើងគ្រាន់តែយកវាមកច្របល់គ្រឿងដើម្បីឲ្យវាចូលជាតិអញ្ចឹងណាបងប្អូនហើយសម្រាប់អ្នកខ្លះគេដាក់ជាមួយនឹងសណ្តែកដីសណ្តែកគួរក៏ដូចជាស្លឹកខ្ទឹមអីអញ្ចឹងតែថ្ងៃនេះ
nhưng mà miên sạch cùi chẳng nhóm miên tái ở sạc mà đẹp prơ hay nâng sạch đây chẳng ấy chẳng bắt bị bùi yang châu khưởng châu ấy hay sọc chẳng tới nhóm đại cho mời nâng sạc tấm hay nâng ở slang mà đẹp prơ để dựng bé này kiên tè chẳng ấy chương cho bò chẳng mà vì mê rụt chít ở chuối nâng sập hồn phiêu viết của sáng sáng đai po pu lăng của hom mỏng bông pôn chẳng sầm miệng bông pôn này để cô ở đai thưa ai sạ thưa nhằm bàn hay sầm miệng bông pôn này cô chít sạch đấy ai và thêm cho môi sạch đấy bụng chẳng tới có căn tài mê rụt chít ngành chẳng ấy chẳng bông pôn cùng plek sạ thưa từng ở kia